សម្រាប់13ម្ដងនេះគឺគាត់មានបញ្ហាទៅលើបែកខ្នងក្រោយហើយយើងធ្វើការជួសជុលជាមួយនឹងបែបម៉ាស៊ីនទំនើបបងប្អូនអរគ្នាគឺជាប្រភេទម៉ាស៊ីនបាញ់ឡាស៊ែបាញ់បំបែកកញ្ចក់ខ្នងក្រោយហ្នឹងបងប្អូនអរគ្នាអានេះគឺយើងចាប់ផ្ដើមដាក់ចូលទៅក្នុងម៉ាស៊ីនគឺយើងធ្វើការថ្លឹងបន្តិចសិនទៅមុននឹងធ្វើការយើងបាញ់អញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានបញ្ហាបែកខ្នងក្រោយឬក៏មានបញ្ហាទូរស័ព្ទផ្សេងៗអាចទៅអ្នកទៅមកខ្ញុំបានឬក៏អាចសួរបានដែរនេះគឺយើងកំពុងធ្វើការបាញ់ជាមួយនឹងខ្នងក្រោយបងប្អូនអរគ្នាឃើញនៅក្នុងវីដេអូហ្នឹងគឺយើងប្រើសិតម៉ាស៊ីនទំនើបទាំងអស់ពេលយើងបាញ់រួចហើយគឺវាមានសភាពបែបនេះបងប្អូនឃើញអត់ជាងយើងធ្វើការកោះកញ្ចក់នៅបំបែកចេញធ្វើការសម្អាតកៅយើងធ្វើការបាញ់កៅស៊ីនបិទខ្នងក្រោយជូនអតិថិជនវិញអញ្ចឹងណាបងប្អូនអរគ្នានេះគឺខ្ញុំសម្អាតរួចរាល់អស់ហើយបងប្អូនអរគ្នាអញ្ចឹងយើងត្រៀមធ្វើការបាញ់កៅស៊ីនជូនគាត់ទៅហើយនេះជាប្រភេទកៅដែលខ្ញុំធ្វើការត្រៀមនឹងបាញ់ជូនគាត់អញ្ចឹងណាបងប្អូនវាជាប់ណែនល្អហើយវាងាយបែកទៅវិញទេនេះលទ្ធផលដែលយើងធ្វើរួចរាល់គឺស្អាតបែបនេះបងប្អូនអរគ្នាគឺស្មើផ្លាំងភ្លឹងបែបនេះហើយអត់ងាយបែកទៅវិញទេបងប្អូនគាត់ធ្វើឲ្យយើងប្រើជាប្រភេទកៅល្អអញ្ចឹងណាអូខេបងប្អូនឡើងខ្ចីទៅវិញហើយអូខេតែគាត់ធ្វើការអ៊ុតហ្វៀមការពារបន្តទៀតណា